ជំរាបសួរពុកម៉ែបងប្អូនដែលនិយមចូលចិត្តស្ដាប់នៅរឿងនិទានអមនុស្សក៏ដូចជារឿងខ្មោចផ្សេងៗដែលនៅក្នុង Channel YouTube របស់បងដែលគាត់ធ្វើណាប៉ុន្តែសម្រាប់ admin គាត់ចូលចិត្តស្ដាប់រហូតមកប៉ុន្តែអត់មានឱកាសឬក៏ពេលវេលាណាមួយដែលចេញមកចែករំលែកសាច់រឿងផ្សេងដែល admin ធ្លាប់បានអ៊ំពូតាយាយគាត់និយាយឲ្យ admin ស្ដាប់ណាប៉ុន្តែថ្ងៃនេះមានពេលវេលាហើយក៏ថ្ងៃស្អែកគឺជាថ្ងៃបុណ្យអ៊ំទូកសម្រាប់ព្រះខែរបស់យើងដែរនៅក្នុងឆ្នាំ2025នេះណាចឹងក៏ជូនពរបងប្អូនទាំងអស់គ្នាដែលធ្វើដំណើរទីជិតទីឆ្ងាយសូមឲ្យសុវត្ថិភាពទាំងទៅហើយទាំងមកណាចឹងកុំឲ្យខាតពេលវេលាយូរថ្ងៃនេះខ្ញុំបានមានរឿងមួយដែលតំណាលអំពីលោកយាយម្នាក់ដែលគាត់មានអាយុ75ឆ្នាំហើយក៏កូនចៅគាត់មិនដឹងថាទៅធ្វើការនៅទីណាទីណីខ្លះណាព្រោះបើតាមសម្ដីរបស់អ៊ំម្នាក់ដែលគាត់ប្រាប់គាត់ថាលោកយាយហ្នឹងក្នុងកំឡុងឆ្នាំ2005 2006អីហ្នឹងកូនចៅថាទៅធ្វើការនៅភ្នំពេញទេប៉ុន្តែធ្វើការដំបូងគឺតែងតែមកលេងផ្ទះណាដល់ពេលមួយរយៈចុងក្រោយមួយឆ្នាំពីរឆ្នាំចុងក្រោយនេះគឺឡើងមកហើយអ្នកភូមិអ្នកស្រុកគេថាគេទៅថៃទៅអីគេឡើងមានពេលមកណារហូតដល់លោកយាយហ្នឹងគាត់របៀបថាគាត់នឹកកូននឹកអីពេលចឹងទៅគាត់អត់មានអារម្មណ៍ឬក៏បើនិយាយភាសាសាមញ្ញទៅគាត់សែតអីចឹងណាភាសាពិបាកចិត្តអីចឹងធុញថប់អីទៅគាត់អត់ដែលចុះមកពីផ្ទះគាត់សង្ងំតែនៅតែលើផ្ទះហើយអ្នកស្រុកអ្នកភូមិពេលយប់ឡើងគេឃើញគាត់នឹងចុះមកក្រោមដើម្បីដាំបាយដើម្បីហូបណាហើយដល់ពេលហូបបាយអីហើយគឺឡើងទៅលើវិញហើយគេចំណាំឃើញថាលោកយាយហ្នឹងណាគឺគាត់អត់កាត់កញ្ចក់ហើយនឹងសក់ទេគឺគាត់ទុកកញ្ចក់វែងមែនតែនរបៀបថាប្រៃវែងមិនប្រៃហ្នឹងគឺវែងខុំរៀមហើយសក់គាត់គឺហួសចង្កេះទៀតដល់ពេលគេឃើញគាត់ចឹងទៅអ្នកខ្លះក៏យកស្លទៅជូនគាត់យកបាយទៅជូនគាត់ម្ហូបអីចឹងណាដល់ពេលទៅគាត់ថាទុកក្រោមនៅក្រែហ្នឹងទៅគាត់និយាយមួយយើងឆ្លោះមួយយើងទៀតណាប៉ុន្តែគាត់អត់ចេញមកឲ្យយើងឃើញទេប៉ុន្តែពេលយប់គឺឃើញគាត់ចូលមកយកមកហូបយកអីហ្នឹងដល់ពេលគេសង្ស័យថាខ្លាចគាត់មានបញ្ហាអីឬក៏មានរឿងអីចឹងណាគឺក៏បានមូលមតិគ្នាតែហាលវិភូមិហាងតែមើលលោកយាយមើលគាត់សុខទុក្ខយ៉ាងម៉េចដោយសារតែអ្នកភូមិផងរបស់ជាមួយគ្នាអញ្ចឹងដល់ពេលទៅពេលថ្ងៃហៅគាត់យ៉ាងណាក៏គាត់មិនលឺហៅយ៉ាងណាក៏គាត់មិនឆ្លើយមិនលឺគាត់អត់ឆ្លើយប៉ុន្តែអ្នកភូមិដាក់ជាសំណួរថានៅពេលណាគាត់មកម្នាក់ឯងគាត់ហៅលោកយាយហ្នឹងហេតុអីបានលោកយាយហ្នឹងគាត់ឆ្លើយហើយនៅពេលដែលយើងមកគ្នាច្រើននេះហេតុអីបានហៅគាត់មិនឆ្លើយពីភូមិក៏បានឲ្យកំឡោះដែលជំទង់ណាឡើងទៅបើកទ្វារដល់ពេលបើកទ្វារទៅបងប្អូនហើយគឺគាត់ដេកស្លាប់តាំងពីស្មានណាសាកសពគាត់ឡើងស្មាទោទាំងកើពេញហ្នឹងណាហើយឡើងចាញ់លលាក្បាលលាអីហ្នឹងស្មាទោតែបងប្អូនកំពុងតែទទួលទាន
ពេលលោកយាយគាត់និយាយបែបហ្នឹងមកអាពេលខ្ញុំកំពុងតែស្ដាប់គាត់និយាយហ្នឹងក៏ព្រឺក្បាលដែរហើយពេលនេះគឺម៉ោង10:50 នាទីបងប្អូនហើយ admin ក៏បានចេញទៅមើលគេបនអុំទូកមើលអីណាដោយសារនៅពេញយើងអត់អុំទូកចូលអ្នកទាំងអស់គ្នាបានដល់លេងនៅខាងណាខ្លះយ៉ាយើងវិលត្រឡប់មកសាច់រឿងយើងវិញណាបងដល់ពេលមើលលោកអ្នកភូមិបើកទៅឃើញសភាពគាត់បែបហ្នឹងម្នាក់ហួសចិត្តដោយសារតែអាពេលគាត់យកបាយសឡមកឲ្យហ្នឹងបាយសឡគឺឃើញនៅលើផ្ទះហើយបាយសឡហ្នឹងគឺនៅទាំងអស់អត់មានអស់ហើយណាបាយសឡហ្នឹងហើយសិតតែទៅពេញចានសឡហ្នឹងហើយចង់និយាយថាចានដែលអ្នកភូមិឲ្យហ្នឹងគឺគេរំលែកគេយកចានគេទៅវិញហើយគេចាក់ស្លហ្នឹងចូលទៅក្នុងចានគាត់ហ្នឹងណាប៉ុន្តែគាត់ចានហ្នឹងគឺនៅលើផ្ទះតែពេលអ្នកភូមិដាក់ស្លខាងក្រោមចាននៅលើផ្ទះម្ហូបនៅលើផ្ទះហើយអត់ដឹងថាសាកសពគាត់ហ្នឹងស្លាប់តាមស្មើម៉ានបងប្អូនយល់អត់ចាំមានន័យថាវិញ្ញាណគាត់ឬក៏គាត់ចេញគាត់អត់អស់អាឡ័យឬក៏ជាការលងបណ្ដាច់អីណាហើយអ្វីដែលសំខាន់គឺអត់ដឹងថាសាច់ញាតិនៅខាងណាបងប្អូនកូនក្មួយគាត់នៅណាទេមិនដឹងថាផ្ដល់ដំណឹងតាមណាព្រោះអីកូនគាត់មិនដែរមកសុខរយៈពេលប្រហែលឆ្នាំ4-5ឆ្នាំហ្នឹងហើយបើនិយាយទៅគឺអាណិតគាត់អ្នកភូមិគេសត្វទឹកភ្នែកហើយក៏លោកមេភូមិក៏ចាត់ចែងវិធីបន់ទៅតាមប្រពៃណីបន់នឹងផ្ទះគាត់ហ្នឹងណាគេមកជួយមកដៃមកជើងកាលជំនាន់ហ្នឹងប៉ូលីសគេធ្វើការអស់ហើយបានយើងធ្វើបន់រៀបចំធ្វើបន់ទៅអីណាគេក៏វិខ្ចប់ស្មាតូវិខ្ចប់យើងយកទៅអត់បូជាទេយើងយកទៅបញ្ចុះយកទៅបញ្ចុះនៅព្រៃខ្មោចនៅហ្នឹងគឺមានព្រៃខ្មោចនៅខាងត្បូងភូមិខាងជើងភូមិខាងជើងខាងលិចហ្នឹងបងប្អូននិយាយគាត់ប្រាប់ហ្នឹងភ្លេចហ្នឹងបងដល់ពេលគេបញ្ចុះគេអីទៅប៉ុន្តែវិញ្ញាណហ្នឹងគឺនៅតែនៅក្នុងផ្ទះគាត់ហ្នឹងគាត់នៅតែប្រហែលគេឃើញជួនកាលអង្គុយយំជួនកាលអង្គុយយំសោកឬក៏បង្កើតជាសលេងអីមួយប៉ុន្តែតលតអ្នកដើរពេលយប់ដូចជាម៉ោង12-10អីណាបានគេឲ្យឃើញបើពេលល្ងាចអីអត់ឲ្យឃើញទេម៉ោង12-10ហ្នឹងគេឲ្យឃើញហើយតែអាណិតគាត់ជួយថាកូនចៅមិនដឹងនៅណាអីណាប្រហែលជាគាត់នៅស្រឡាញ់កូនគាត់អីចឹងទៅស្មាតូគាត់អាណិតគាត់មែនតើហើយដល់ពេលអ្នកភូមិគេឃើញវិញ្ញាណគាត់ចេញមកញឹកញយទៅអ្នកខ្លះខ្លាចអ្នកខ្លះក៏អាណិតណាក៏គេមូលមតិគ្នាដើម្បីរើផ្ទះនឹងចេញធ្វើជាកន្លែងដូចជារបៀបដូចសាលាឆទៀនអីចឹងណាហើយគេគិតថាដល់ពេលធ្វើអញ្ចឹងក៏គាត់បានបន់ពីការធ្វើសាលាឆទៀនហ្នឹងដែរអ្នកភូមិគិតអញ្ចឹងហើយអត់ចង់ឲ្យវិញ្ញាណគាត់ហ្នឹងនៅវល់ជាមួយនឹងប្រភពមនុស្សទេដល់ពេលអ្នកវិភូមិក៏ឯកភាពហើយដីហ្នឹងក៏មិនដឹងកូនចៅគេនៅណាក៏ធ្វើជាសាលាឆទៀនជាសម្បត្តិរបស់ពុទ្ធសាសនាហើយតាំងពីពេលហ្នឹងមកគឺអត់ឃើញវិញ្ញាណគាត់អត់ឃើញអីទេរបៀបថាប្រហែលជាគាត់ទៅចាប់ជាតិចាប់អីចឹងណាហើយគាត់និយាយរឿងជាច្រើនមែនតើបងប្អូនតែ admin រៀងឈឺកវិសាធ្វើការចេញម៉ោង6ម៉ោង7ជាងការចេញម៉ោង11-12ក៏មានដែរបងប្អូនអញ្ចឹងរៀងហត់អញ្ចឹងមានអ្វីចែករំលែកក៏ដូចជា
រឿងប្លែកៗចាំពេលក្រោយណាបងប្អូនព្រោះរឿងជាច្រើនហើយបងប្អូនបើរយៈពេល1ឆ្នាំជិត2ឆ្នាំហ្នឹងយើងឡើងបានជួបគ្នាមិនដែលបានផុសវីដេអូជូនបងប្អូនទេណាអញ្ចឹងបងប្អូនកុំភ្លេចជួយចុច like និង subscribe នៅលើ channel YouTube របស់ admin ម្នាក់មួយផងហើយក៏សូមជូនបងប្អូនទាំងអស់គ្នាដែលបានចុច like និង subscribe ហើយបងប្អូនដែលមកថ្មីមិនទាន់ស្គាល់ក៏សូមជូនពរដូចគ្នាដែរប៉ុន្តែកុំភ្លេចទឹកចិត្តជួយ like និង comment ហើយនិង subscribe នៅលើ YouTube channel ផងអរគុណបងប្អូនទាំងអស់គ្នាសូមឲ្យសុខភាពល្អទាំងអស់គ្នាធ្វើដំណើរសុខភាពដើរដំណើរកំសាន្តទៅណាមកណីសូមឲ្យសុខភាពទាំងទៅហើយនឹងមកសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ